ក្មេងស្រីដ៏កំសត់ម្នាក់នេះត្រូវបានឃាតករចាប់ចម្រិតធ្វើទរណកម្មចាប់រំលោភរួចសម្លាប់ចោលយ៉ាងសាហាវព្រៃផ្សៃបន្ទាប់មកបានយកសាកសពនាងញាត់ចូលក្នុងធុងសម្រាមនិងបានលាក់ទុកនៅក្នុងឡានដឹកការ៉េមអស់រយៈពេល18ថ្ងៃទើបសាកសពត្រូវបានគេរកឃើញគួរឲ្យអាណិតនិងសោកសៅខ្លាំងណាស់បងប្អូនរាមាណាមានអាយុ21ឆ្នាំនាងគឺជាសិស្សពូកែសម្ដីស្រទន់និងគួរឲ្យស្រឡាញ់រាប់អានសពថ្ងៃនាងរស់នៅក្នុងជីវិតដ៏ស្ងប់ស្ងាត់ជាមួយម្ដាយនៅក្នុងទីក្រុងប្រកលីនរាមាណាខិតខំប្រឹងប្រែងរៀនសូត្រណាស់នាងមានគម្រោងការនិងផែនការច្បាស់លាស់សម្រាប់ថ្ងៃអនាគតប៉ុន្តែជាអកុសលគម្រោងការនោះមិនទាន់បានសម្រេចផងនាងក៏លាចាកលោកទៅទាំងមិនអស់ចិត្តនៅថ្ងៃទី24ខែមករាឆ្នាំ2003រាមាណាបានប្រាប់ម្ដាយថានាងសុំទៅទិញអីញ៉ាំនៅក្នុងហាង Burger King នៅក្បែរផ្ទះមួយផ្លែតដោយបានចាប់យកអាវធំពាក់រួចដើរចេញតាមទ្វារមុខក្រោយមកក៏បានដំណឹងសូនឈឹងមិនឃើញត្រឡប់មកផ្ទះវិញម្ដាយរបស់រាមាណាផិតភ័យណាស់គាត់បានប្រញាប់ខលប្តឹងទៅប៉ូលីសប៉ុន្តែប៉ូលីសបែរជានិយាយថាកូនស្រីរបស់មីងអាយុ21ឆ្នាំហើយនាងអាចទៅណាមកណាដោយខ្លួនឯងបានប្រហែលជានាងទៅដើរលេងជាមួយសង្សារបាត់ហើយក៏មិនដឹងរាមាណាត្រូវបានប៉ូលីសដាក់ការសង្ស័យថានាងបានរត់ចេញពីផ្ទះហើយប៉ូលីសក៏មិនទាន់ចេញប្រតិបត្តិការស្វែងរកនៅឡើយយ៉ាងណាម្ដាយរបស់រាមាណាដឹងច្បាស់ណាស់កូនស្រីគាត់គ្មានទម្លាប់ដើរលេងដាច់យប់ចោលផ្ទះដែលមិនបានប្រាប់គាត់អញ្ចឹងទេគាត់ជឿច្បាស់ណាស់ថាមានរឿងមិនល្អកើតឡើងចំពោះកូនស្រីរបស់គាត់ហើយមិនរងចាំយូរគាត់បានដើរចែកខិត្តប័ណ្ណស្វែងរកកូនស្រីអស់រយៈពេល18ថ្ងៃគ្មានដំណឹងកូនស្រីទាល់តែសោះគាត់អស់សង្ឃឹមណាស់ប៉ុន្តែស្រាប់តែភ្លាមនោះមានទូរស័ព្ទមួយបានខលមកសាក្សីសូមមិនបញ្ចេញឈ្មោះបានអះអាងថានៅថ្ងៃដែលរាមាណាបាត់ខ្លួនគាត់បានដើរកាត់នៅម្ដុំផ្លូវ Kingway ក្រោយផ្ទះមួយដែលត្រូវភ្លើងឆេះហើយម្ចាស់ផ្ទះគេទុកចោលគាត់បានឮសំឡេងមនុស្សស្រីស្រែកយំខ្លាំងៗគាត់ទើបតែនឹកឃើញហើយសង្ស័យថាទីឡូរាមាណាត្រូវបានគេវាយធ្វើបាបនៅទីនោះទៅគ្រាន់តែទទួលបានដំណឹងនេះភ្លាមម្ដាយរបស់រាមាណាបានបញ្ញាប់ខលប្តឹងទៅប៉ូលីសនិងបាននាំគ្នាប្រញាប់ធ្វើដំណើរទៅទីតាំងមួយនោះពេលនោះហើយដែលការពិតគ្រប់យ៉ាងត្រូវបានលាតត្រដាងនៅក្រៅផ្ទះនោះមានឡានការ៉េមចាស់មួយដែលគេទុកចោលហើយនៅក្នុងឡានការ៉េមមានធុងសម្រាមធំមួយរុយរោមចិត្តចំណែកនៅក្នុងធុងសម្រាមគឺមានសាកសពរបស់រាមាណាសភាពសពត្រូវបានឃាតករធ្វើទរណកម្មយ៉ាងធ្ងន់ធ្ងរខ្ទេចមុខខ្ទេចមាត់មើលលែងយល់ធ្មេញខាងក្រោមក៏បាក់អស់រាមាណាត្រូវបានគេចាប់ចម្រិតឃុំឃាំងនិងធ្វើទរណកម្មអស់រយៈពេលជាច្រើនថ្ងៃមុននឹងពួកវាសម្រាប់នាងចោលប៉ូលីសបានរកឃើញច្រវាក់ស្កុតបិទមាត់និងស្នាមឈាមពេញជញ្ជាំងផ្ទះរាមាណាបានរងទរណកម្មរំលោភបំពានជាច្រើនថ្ងៃទៅនាំតែនាងដាច់ខ្យល់ស្លាប់ឈាមស្រែកស្បែកហៅមិនយូរប៉ុន្មានប៉ូលីសក៏អាចចាប់ខ្លួនឃាតករបានជនល្មើសទី1មានឈ្មោះថា Troy និងម្នាក់ទៀតមានឈ្មោះថា Casey បុគ្គលទាំងពីរនាក់នេះមានប្រវត្តិជាប់តាក់ទងជាមួយនឹងថ្នាំញៀននិងបានបង្កហិង្សាតាមទីសាធារណៈផងដែរឥឡូវនេះដល់ថ្ងៃអន្សារបស់ពួកគេហើយចុងក្រោយតុលាការបានកាត់ទោសពួកគេឲ្យជាប់ពន្ធនាគារអស់មួយជីវិតប៉ុន្តែសម្រាប់ម្ដាយរបស់រាមាណាយុត្តិធម៌ហាក់បីដូចជាមិនទាន់គ្រប់គ្រាន់នៅឡើយទេព្រោះតែភាពប្រងើយកន្តើយរបស់ប៉ូលីសធ្វើឲ្យយឺតយ៉ាវនៅក្នុងការជួយសង្គ្រោះកូនស្រីគាត់មិនអាចទទួលយកបានឡើយករណីរបស់រាមាណាបានបង្កឲ្យមានការខឹងសម្បារនិងបានធ្វើឲ្យជនជាតិស្បែកខ្មៅនាំគ្នាធ្វើបាតកម្មស្នើសុំឲ្យបញ្ឈប់ការរើសអើងពូជសាសន៍នៅក្នុងសហរដ្ឋអាមេរិកព្រោះកន្លងមកករណីជនជាតិស្បែកខ្មៅបាត់ខ្លួនមិនសូវទទួលបានការយកចិត្តទុកដាក់ពីប្រព័ន្ធច្បាប់ដោយជនជាតិស្បែកសឡើយបងប្អូនទាំងគ្នាសូមបញ្ឈប់រាល់សកម្មភាពរើសអើងពូជសាសន៍ជាពិសេសសូមបញ្ឈប់រាល់សកម្មភាពរើសអើងជនជាតិស្បែកខ្មៅព្រោះសារជាតិជាមនុស្សគួរតែទទួលបានសិទ្ធិពេញលេញនិងទទួលបានក្តីស្រឡាញ់ស្មើៗគ្នាលើកលែងតែករណីជនជាតិតៃហោងផ្ទះលេខ2បងប្អូនស្អប់ចោះមិនខុសទេ